តួអង្គលូស៊ូនៅក្នុងរឿងសាមកុកឆ្នាំ2010គឺជាទីប្រឹក្សានិងជាមេតបដ៏ឆ្នើមម្នាក់នៅក្នុងនគរតង់អ៊ូដែលត្រូវបានគេចងចាំថាជាអ្នកនយោបាយចិត្តធម៌និងជាស្ពានចម្លងសម្ព័ន្ធមិត្តដ៏រឹងមាំខាងក្រោមនេះគឺជាការសម្រាយលម្អិតពីបុគ្គលិកលក្ខណៈនិងតួនាទីរបស់លូស៊ូក្នុងកំណែទម្រង់ឆ្នាំ2010 1. បុគ្គលិកលក្ខណៈលោកគឺជាមនុស្សដែលមានចិត្តទូលាយនិងមើលឃើញការវែងឆ្ងាយខុសពីមតិទូទៅដែលគិតថាលូស៊ូគឺជាមនុស្សឆោតល្ងង់ឬងាយចាញ់បោកគេដោយសារតែតែងតែត្រូវចៅជីឡុងនិងខុងមីងប្រើល្បិចដាក់នៅក្នុងកំណែទម្រង់ឆ្នាំ2010គេបានបង្ហាញឲ្យឃើញថាលូស៊ូមិនមែនជាមនុស្សល្ងង់ទេផ្ទុយទៅវិញគាត់ជាមនុស្សដែលឆ្លាតលាក់មុខនិងមានចិត្តអត់ធ្មត់ខ្ពស់បំផុតជាពិសេសលោកចិត្តទូលាយស្មោះត្រង់គាត់ស្រឡាញ់សន្តិភាពនិងចង់ឲ្យនគរតង់អ៊ូមានសុវត្ថិភាពជាចម្បងមួយវិញទៀតយល់ដឹងពីស្ថានភាពច្បាស់លាស់គាត់ដឹងខ្លួនថាបើគ្មានអ្នកជំនួយពីលីវប៉ៃទេនគររបស់ឆាវឆាវនឹងលេបយកតង់អ៊ូមិនខានដូច្នេះហើយទោះបីជាត្រូវខាត់បងឬចាញ់ព្រៀបលីវប៉ៃខ្លះក៏គាត់សុខចិត្តទ្រាំដើម្បីរក្សាសម្ព័ន្ធភាព 2. អ្នកការពារនិងបង្កើតសម្ព័ន្ធភាពលីវស៊ុនឈៀននិងលីវប៉ៃតួនាទីដ៏ធំបំផុតរបស់លូស៊ូគឺការចងសម្ព័ន្ធមិត្តរវាងស៊ុនឈៀននិងលីវប៉ៃដើម្បីប្រឆាំងទៅនឹងឆាវឆាវនៅក្នុងសមរភូមិឈើពីគាត់គឺជាអ្នកដែលបបួលលីវប៉ៃនិងនាំខុងមីងមកជួបស៊ុនឈៀននៅពេលដែលជើអ៊ីព្យាយាមរកល្បិចសម្លាប់ខុងមីងព្រោះខ្លាចខុងមីងខ្លាចជាសត្រូវនៅថ្ងៃមុខលូស៊ូតែងតែមកជួយចេញមកជួយសម្របសម្រួលនិងការពារខុងមីងជានិច្ចព្រោះគាត់ដឹងថាបើសម្លាប់ខុងមីងពេលនោះសម្ព័ន្ធមិត្តនឹងត្រូវបែកបាក់ហើយឆាវឆាវនឹងឈ្នះទំនាក់ទំនងរវាងលូស៊ូនិងជើអ៊ីទោះបីជាលូស៊ូនិងជើអ៊ីមានទស្សនៈនយោបាយខុសគ្នាជើអ៊ីចង់កម្ចាត់លីវប៉ៃចំណែកលូស៊ូចង់រក្សាលីវប៉ៃប៉ុន្តែពួកគេទាំងពីរនាក់មានការគោរពនិងស្រឡាញ់គ្នាបីដូចបងប្អូនជើអ៊ីដឹងថាលូស៊ូជាមនុស្សមានសមត្ថភាពនិងមានចិត្តស្មោះត្រង់នឹងជាតិមុនពេលជើអ៊ីស្លាប់គាត់បានសរសេរសម្បត្តិថ្វាយស៊ុនឈៀនដោយផ្ដល់អនុសាសន៍ឲ្យលូស៊ូឡើងមកកាន់តំណែងជាមេទ័ពធំបន្តពីគាត់ 4. ការដោះស្រាយវិបត្តិនៅក្នុងក្រុងជីងជើបន្ទាប់ពីសមរភូមិឈើពីលីវប៉ៃបានលួចយកក្រុងជីងជើទៅគ្រប់គ្រងដែលធ្វើឲ្យខាងតង់អ៊ូខឹងយ៉ាងខ្លាំងលូស៊ូត្រូវទទួលភារកិច្ចទារក្រុងជីងជើមកវិញជាច្រើនលើកនៅទីនេះហើយដែលយើងឃើញភាពទន់ភ្លន់និងម៉ឺងម៉ាត់របស់គាត់យល់ព្រមឲ្យលីវប៉ៃខ្ចីក្រុងជីងជើជាបណ្ដោះអាសន្នសិនដើម្បីទុកពេលឲ្យលីវប៉ៃរកទឹកដីផ្សេងស៊ីវឈួនយុទ្ធសាស្ត្រនេះជួយឲ្យតង់អ៊ូមិនចាំបាច់ចំណាយទ័ពមកវាជាមួយលីវប៉ៃផងនិងរក្សាកម្លាំងដើម្បីទប់ទល់ទៅនឹងឆាវឆាវផង 5. ទីបញ្ចប់នៃជីវិតលូស៊ូបានបូជាកម្លាំងកាយចិត្តយ៉ាងខ្លាំងនៅក្នុងការពារទឹកដីនិងរក្សាសម្ព័ន្ធភាពគាត់បានធ្លាក់ខ្លួនឈឺនិងទទួលមរណភាពទាំងវ័យក្មេងបន្ទាប់ពីជើអ៊ីមិនយូរប៉ុន្មានការស្លាប់របស់លូស៊ូគឺជាការបាត់បង់ស្ពានចម្លងសន្តិភាពដ៏ធំមួយព្រោះបន្ទាប់ពីគាត់ស្លាប់ទៅគ្មាននរណាអាចទប់ទល់ទៅនឹងមហិច្ឆតារបស់លីម៉ឹងដែលចង់វាយជីងជើនិងកម្ចាត់កូនអ៊ីឡើយដែលជាហេតុធ្វើឲ្យសម្ព័ន្ធភាពស៊ុននិងលាវត្រូវរលាយសាបសូន្យនិងក៏កើតជាសង្គ្រាមរវាងគ្នាឯងសង្ខេបនៅក្នុងរឿងសាមកុកឆ្នាំ2010នេះលូស៊ូគឺជាតំណាងនៃអ្នកនយោបាយដែលមានទស្សនវិស័យវែងឆ្ងាយនិងជាអ្នកលះបង់ដើម្បីផលប្រយោជន៍រួមបើគ្មានលូស៊ូទេនគរតង់អ៊ូប្រហែលជាត្រូវឆាវឆាវវាយបែកតាំងពីសមរភូមិជឿពីមកម្លេះឥឡូវនេះយើងនឹងចូលដល់តួអង្គថ្មីគឺតួអង្គផាន់ថុងវិញម្ដងបាទផាន់ថុងនៅក្នុងរឿងសាមកុកឆ្នាំ2010គឺជាតួអង្គកំពូលទីប្រឹក្សាដែលមានសមត្ថភាពស្មើនឹងខុងមីងនៅក្នុងកំណែទម្រង់ឆ្នាំ2010នេះតួអង្គរបស់គាត់គឺត្រូវបានបង្ហាញយ៉ាងលម្អិតនៅក្នុងភាពរស់រវើកយ៉ាងខ្លាំងទី1រូបរាងអាក្រក់ប៉ុន្តែមានប្រាជ្ញាទេពផាន់ថុងត្រូវបានគេបង្ហាញថាជាមនុស្សដែលមានរូបរាងអាក្រក់សក់កណ្ដាញ់សម្លៀកបំពាក់រញ៉េរញ៉ៃនិងមានចរិតរឹកពីឆ្មាំងឆ្មៃបន្តិចដែលជាហេតុធ្វើឲ្យមេដឹកនាំជាច្រើនមើលរំលងសមត្ថភាពរបស់គាត់ស៊ុនឈៀនត្រូវបានបដិសេធបន្ទាប់ពីសមរភូមិឈើពីផាន់ថុងបានទៅរកស៊ុនឈៀនប៉ុន្តែដោយសារតែរូបរាងមិនស្អាតបាតនិងសម្ដីត្រង់ពេកធ្វើឲ្យស៊ុនឈៀនមិនពេញចិត្តនិងមិនព្រមប្រើប្រាស់គាត់លីវប៉ៃមើលរំលងនៅពេលដំបូងនៅពេលដែលគាត់ស្វែងរកលីវប៉ៃក៏មិនទាន់ដឹងអត្តសញ្ញាណពិតរបស់គាត់ដែរហើយបានតែងតាំងគាត់ជាមន្ត្រីស្រុកតូចតាចមួយស្រុកឡាយ៉ាងប៉ុន្តែក្រោយមកផាន់ថុងបានបង្ហាញសមត្ថភាពដោះស្រាយក្តីដែលកកស្ទះរកខែត្រឹមរយៈពេលមួយព្រឹកធ្វើឲ្យលីវប៉ៃដឹងកំហុសរត់មកសំទោសនិងតែងតាំងគាត់ជាទីប្រឹក្សាធំស្មើនឹងខុងមីង 2. យុទ្ធសាស្ត្រចងទូបំបែកទ័ពសមរភូមិជពីតួនាទីដ៏លេចធ្លោបំផុតរបស់ផាន់ថុងគឺជាការដើរតួជាអ្នកចុះចូលជាមួយនឹងឆាវឆាវក្នុងល្បិចកលគាត់បានលប៊ូងនិងណែនាំឲ្យឆាវឆាវយកខ្សែច្រវាក់មកចងទូកចម្បាំងទាំងអស់បញ្ចូលគ្នាដើម្បីកុំឲ្យទ័ពជើងគោកវិលមុខរលើកល្បិចនេះហើយដែលធ្វើឲ្យបើកផ្លូវឲ្យជើអ៊ីនិងខុងមីងអាចប្រើល្បិចដុតទូក
ទ័ពរាប់សែនអ្នករបស់ឆាវយ៉ាងងាយស្រួល 3. អ្នកជំរុញនិងបើកផ្លូវឲ្យលាវប៉ៃវាយកស៊ីឈុនខណៈពេលដែលខុងមីងជាអ្នករៀបចំផែនការយុទ្ធសាស្ត្រវែងឆ្ងាយផាន់ថុងគឺជាអ្នកដែលអនុវត្តផ្ទាល់នៅក្នុងការវាយកទឹកដីស៊ីឈុនលាវប៉ៃគឺជាមនុស្សទន់ភ្លន់និងស្រឡាញ់កេរ្តិ៍ឈ្មោះសុចរិតធម៌មិនដាច់ចិត្តវាយកទឹកដីលាវចាងដែលជាបងប្អូនជីដូនមួយឡើយផាន់ថុងដឹងថាបើលាវប៉ៃនៅតែរារែកចិត្តនោះមជ្ឈតាចង់ស្ដាររាជវង្សហាននឹងត្រូវបរាជ័យដូច្នេះគាត់មានតែប្រើល្បិចនិងជំរុញឲ្យលាវប៉ៃចិត្តដាច់ធ្វើសង្គ្រាមទោះបីជាត្រូវប្រើវិធីសាស្ត្រមិនសូវស្អាតស្អំខ្លះក៏ដោយការលះបង់ជីវិតនៅច្រកភ្នំហង្សឈុតឆាដ៏រំជួលចិត្តបំផុតរបស់ផាន់ថុងគឺនៅកំណែតម្រង់ឆ្នាំ2010នេះគឺការសោកចិត្តបូជាជីវិតខ្លួនឯងដើម្បីផ្ដល់លេសស្របច្បាប់ឲ្យលាវប៉ៃវាចូលរាជធានីនៃទឹកដីស៊ីឈុនគាត់ដឹងមុនថាការបង្កប់ទ័ពព្រួញរបស់សត្រូវនៅច្រកភ្នំគាត់បានសុំបដូរសេះជិះជាមួយលាវប៉ៃជិះសេះសលំដាប់ស្ដាច់ដើម្បីឲ្យខ្មាំងសត្រូវច្រឡំរូបគាត់ថាគឺជាលាវប៉ៃផាន់ថុងត្រូវបានទ័ពព្រួញបាញ់ស្លាប់យ៉ាងអនាចអធមការស្លាប់របស់គាត់បានធ្វើឲ្យលាវប៉ៃមានការឈឺចាប់និងខឹងសម្បារយ៉ាងខ្លាំងរហូតដល់ប្រកាសសង្គ្រាមពេញទំហឹងវាយកស៊ីឈុនបានសម្រេចនិងបានដាស់តឿនឲ្យខុងមីងត្រូវតែចេញមុខមកជួយទ័ពជាបន្ទាន់សង្ខេបនៅក្នុងរឿងសាមកុកឆ្នាំ2010ផាន់ថុងគឺជាតួអង្គដែលមានជីវិតខ្លីប៉ុន្តែមានឥទ្ធិពលដ៏ធំធេងបើគ្មានការលះបង់សាច់ស្រស់ឈាមស្រស់របស់ផាន់ថុងនៅច្រកភ្នំមយូរ៉ានោះទេលាវប៉ៃក៏ប្រហែលជាមិនអាចបង្កើតនគរស៊ូនិងក្លាយទៅជាស្ដេចឡើយសំណួរសួរថាតើផាន់ថុងមានប្រពន្ធនិងកូនដែរឬទេព្រោះនៅក្នុងរឿងសាមកុកឆ្នាំ2010យើងឃើញថាផាន់ថុងគឺដើរតែម្នាក់ឯងហើយគ្មានជំរកទីលំនៅច្បាស់លាស់នោះឡើយមុនពេលដែលគាត់បានចូលទៅបម្រើការឲ្យលាវប៉ៃដូចនេះយើងនឹងទេសនាជាបន្តដូចតទៅបាទនៅក្នុងរឿងសាមកុកឆ្នាំ2010រួមទាំងប្រឡោមលោកសាមកុកដើមរបស់លោកឡៅគុនចុងនិងកំណត់ត្រាប្រវត្តិសាស្ត្រពិតគឺមិនមានការរៀបរាប់ឬបង្ហាញផាន់ថុងមានប្រពន្ធឬកូននោះទេរឿងរ៉ាវរបស់គាត់ទាំងនៅក្នុងរឿងភាគនិងនៅក្នុងប្រវត្តិសាស្ត្រគឺផ្ដោតសំខាន់តែទៅលើទី1គឺសមត្ថភាពខ្ពស់ខាងយុទ្ធសាស្ត្រនិងប្រៀបធៀបប្រាជ្ញារវាងហងបាសីនិងខុងមីងការលះបង់ដើម្បីបុព្វហេតុរបស់លាវប៉ៃរហូតដល់ខ្លួនត្រូវស្លាប់យ៉ាងវ័យក្មេងនៅច្រកភ្នំហ្វឹងប៉ូនៅក្នុងវ័យប្រហែលជា36ឆ្នាំតែប៉ុណ្ណោះដោយសារតែជីវិតរបស់គាត់ភាគច្រើនចំណាយទៅលើការសិក្សាធ្វើដំណើរស្វែងរកម្ចាស់ល្អនិងធ្វើសង្គ្រាមហើយបូករួមនឹងការស្លាប់ទាំងវ័យក្មេងនោះទើបគាត់មិនមានកំណត់ត្រាណាមួយនិយាយរៀបរាប់អំពីជីវិតគ្រួសារឬភរិយាបុត្រារបស់គាត់ឡើយនៅក្នុងរឿងសាមកុកឆ្នាំ2010ក៏មិនមានឈុតឆាកណាបង្ហាញពីគ្រួសាររបស់គាត់ដែរពលគឺគាត់រស់នៅនិងស្លាប់ទៅវិញតែម្នាក់ឯងដើម្បីជាតិតែប៉ុណ្ណោះបាទរឿងយើងក៏សូមស្លេះត្រឹមវគ្គនេះសិនបាទដែលតួអង្គពូកែទាំងពីររបស់នគរតុងអ៊ូនិងនគរស៊ូរបស់លាវប៉ៃបានសូមជូនពរបងប្អូនអ្នកស្ដាប់មានសុខភាពល្អនិងសំណាងល្អនិងជួយ Subscribe Channel របស់ខ្ញុំបាទមួយផងបាទសូមអរគុណ